នៅក្នុងរថភ្លើងក្រំដីទារកម្នាក់កំពុងយំយ៉ាងខ្លាំងនិងរំខានដល់មនុស្សគ្រប់គ្នាអ្នកដំណើរម្នាក់នៅទីបំផុតចាប់បានហើយចាប់ផ្ដើមស្រែកដាក់ម្ដាយដែលធ្វើឲ្យសំឡេងកាន់តែអាក្រក់ទៅបុរសម្នាក់កំពុងមើលរឿងទាំងអស់នេះពាក់កាសស្ដាប់ត្រចៀករបស់គាត់ដើម្បីមិនអើពើនៅពេលនោះគាត់បានទទួលទូរស័ព្ទពីអតីតមិត្តស្រីរបស់គាត់ប៉ុន្តែគាត់បានបដិសេធនៅស្ថានីយ៍បន្ទាប់បុរសនោះចុះពីរថភ្លើងហើយទទួលទូរស័ព្ទមួយទៀតគាត់ឆ្លើយដោយស្ទាក់ស្ទើរហើយប្រាប់អតីតមិត្តស្រីរបស់គាត់ថាគាត់កំពុងធ្វើដំណើរទៅធ្វើការគាត់បញ្យល់ថាគាត់នៅមន្ទីរពេទ្យហើយគ្រូពេទ្យបានបញ្ជាក់ថាគាត់មានផ្ទៃផ្ទោះដូច្នេះគាត់ចង់បានគំនិតរបស់គាត់ពិតជាភ្ញាក់ផ្អើលជាខ្លាំងចំពោះព័ត៌មានដែលគាត់បានបុកមនុស្សចៃដន្យនិងដំលែកទូរស័ព្ទរបស់គាត់ធ្វើឲ្យគាត់នឹកដល់ពាក់កណ្ដាលនៃអ្វីដែលអតីតរបស់គាត់បាននិយាយរំពេចនោះគាត់ចាប់ផ្ដើមមានជំងឺហឺតហើយត្រូវប្រើប្រដាប់ហឺតរបស់គាត់ដើម្បីស្ងប់ស្ងាត់គាត់និយាយថាគាត់នឹងឈប់សម្រាកសម្រាប់នាងប៉ុន្តែនាងប្រាប់គាត់ថាកុំរំខានព្រោះនាងបានគិតរួចហើយនៅពេលដែលគាត់ព្យាយាមសួរអ្វីមានន័យថាទូរស័ព្ទរបស់គាត់បាត់បង់សញ្ញាហើយការហៅទូរស័ព្ទក៏ឈប់បុរសនោះដើរតាមច្រករបៀងដែលមានសញ្ញាសម្គាល់ដែលនិយាយថាត្រូវចេញលេខ8ហើយមានតែមនុស្សម្នាក់ទៀតដែលដើរនៅក្បែរនោះបន្ទាប់ពីឆ្លងកាត់ផ្លាកសញ្ញាមួយទៀតសម្រាប់ច្រកចេញលេខ0គាត់បានធ្វើការផ្លាស់ប្ដូរក្នុងភាពតក់ស្លុតរបស់គាត់ដើម្បីដឹងថាខ្លួនគាត់ត្រឡប់ទៅសញ្ញាមុនជាមួយបុរសផ្សេងទៀតសម្រាប់ពេលនេះគាត់គ្រាន់តែបន្តធ្វើចលនាទោះយ៉ាងណាក៏ដោយគាត់បញ្ចប់នៅកម្លាំងដដែលម្ដងទៀតដោយយល់ឃើញពីស្ថានភាពគាត់មើលទៅបុរសម្នាក់ទៀតគាត់មិនឃើញថាផ្លាកសញ្ញាខាងក្រោយប្រាប់ថាបែរមកក្រោយ3ដងទេគាត់សម្រេចចិត្តបន្តធ្វើដំណើរហើយត្រឡប់ទៅកន្លែងដដែលលើកនេះគាត់បែរជាភ្ញាក់ផ្អើលដោយបុរសម្នាក់ទៀតញញឹមដាក់គាត់បុរសនោះរត់ចេញទាំងភ័យខ្លាចប៉ុន្តែក៏កើតឡើងដូច្នេះគាត់បែរមកវិញហើយរត់ក្នុងទិសដៅផ្ទុយគ្នាជាអកុសលនេះក៏នាំគាត់ទៅកន្លែងដដែលបុរសដែលបាត់នោះក៏សម្គាល់សម្លេងរត់គ្រាអាសន្នជញ្ជាំងធ្វើឲ្យវាចាប់អារម្មណ៍ប៉ុន្តែវាមិនដំណើរការទេបន្ទាប់មកគាត់បានសាក់លបងទ្វារទាំង3នៅក្នុងច្រករបៀងទោះជាយ៉ាងណាក៏ដោយពួកគេទាំងអស់ត្រូវបានចាក់សោពេលគាត់សម្លឹងមើលផ្ទាំងផ្សាយមួយនៅលើជញ្ជាំងគាត់រន្ធត់ចិត្តពេលឃើញឈាមហូរហើយគាត់ដើរថយក្រោយតែមានអារម្មណ៍ថាមានឈាមហូរមកលើក្បាលរបស់គាត់បុរសដ៏គួរឲ្យភ័យខ្លាចចាប់ផ្ដើមរត់ម្ដងទៀតហើយបន្ទាប់ពីឃើញបុរសផ្សេងទៀតនៅលើទូរស័ព្ទរបស់គាត់បានរកឃើញផ្លាកសញ្ញាសម្រាប់ច្រកចេញទី1ដែលមានន័យថាច្រករបៀងបានផ្លាស់ប្ដូរសញ្ញាមួយផ្សេងទៀតការណែនាំវានិយាយថាគាត់ត្រូវតែយកចិត្តទុកដាក់ចំពោះភាពមិនធម្មតាពីព្រោះប្រសិនបើគាត់ធ្លាប់ឃើញមួយគាត់ត្រូវតែត្រឡប់មកវិញភ្លាមបើមិនឃើញគាត់អាចដើរទៅមុខបានច្រកចេញពិតប្រាកដគឺ8បុរសដែលបាត់នោះនៅតែបន្តដើរហើយត្រឡប់ទៅកន្លែងដដែលប៉ុន្តែឈាមបានបាត់ទៅហើយសញ្ញានោះមិននិយាយថាងាកក្រោយទៀតទេគាត់សន្និដ្ឋានថាច្បាស់ជាមានភាពខុសប្រក្រតីនៅពេលបុរសម្នាក់ទៀតលេចមុខបុរសដែលបាត់ខ្លួនព្យាយាមសួរគាត់នៅសំណួរមួយចំនួនប៉ុន្តែគាត់មិនបានអើពើបន្ទាប់មកគាត់បន្តដើរហើយទទួលរងជំងឺហឺតមួយទៀតនៅពេលដែលគាត់រកឃើញសញ្ញា0ម្ដងទៀតបន្ទាប់ពីប្រើប្រដាប់ហឺតរបស់គាត់បុរសដែលបាត់នោះនៅតែបន្តរើក្នុងពេលនេះគាត់បានបដិញ្ញាតាមដានភាពមិនប្រក្រតីគាត់ថតរូបរាល់ព័ត៌មានលម្អិតនៃច្រករបៀងជាមួយទូរស័ព្ទរបស់គាត់រួមទាំងផ្ទាំងរូបភាពនីមួយៗមុខបុរសផ្សេងទៀតសម្លេងរោទអក្សរគ្រប់ទ្វារបូករួមទាំងស្តង់រូបភាពនិងសោយំវិញជ្រុងផ្ទាំងរូបភាពចុងក្រោយមានលេខ1ដូច្នេះបុរសដឹងថាចំនួនអាចកើនឡើងពេលគាត់ឆែកមើលទូរស័ព្ទគាត់បានរកឃើញថារូបភាពទាំងអស់មានពណ៌លឿងនិងគ្មានប្រយោជន៍គាត់សម្រេចចិត្តបន្តហើយជឿជាក់លើការចងចាំរបស់គាត់ពិនិត្យមើលគ្រប់លម្អិតនៅពេលគាត់ដើរពេលគាត់ងាកមកគាត់ឃើញបុរសផ្សេងទៀតកំពុងញញឹមដាក់គាត់ហើយដឹងថានេះគឺមិនធម្មតាគាត់ក៏ត្រឡប់មកវិញបុរសគួរឲ្យខ្លាចចាប់ផ្ដៅតាមគាត់ហើយបន្ទាប់ពីឃើញគាត់ពីរបីដងបុរសដែលបាត់នោះក៏រត់ទាំងភ័យខ្លាចរហូតដល់គាត់ដើរដួលពេលនេះបុរសម្នាក់ទៀតឈរយ៉ាងស្ងៀមស្ងាត់ពេលសម្លឹងមើលទូរស័ព្ទរបស់គាត់បុរសដែលបាត់នោះបានយកដបទឹកពីកាបូបរបស់គាត់មកផឹកខណៈដែលគាត់បន្តដើរហើយចុងក្រោយគេសម្គាល់ឃើញថាមានសញ្ញានោះផងដែរដូច្នេះគាត់កំពុងរីកចម្រើនក្រោយមកគាត់ក៏ត្រឡប់ទៅកន្លែងដដែលហើយចាប់ផ្ដើមមើលព័ត៌មានលម្អិតម្ដងទៀតអ្វីៗហាក់បីដូចជាល្អ
ហើយគាត់បានត្រៀមខ្លួនដើម្បីចាក់ចេញប៉ុន្តែនៅពេលនោះគាត់បានឮសំឡេងយំនៅកន្ទូគាត់មើលទៅខាងក្នុងក៏ឃើញទារកដែរដូច្នេះគាត់ក៏បិទទ្វារម្ដងទៀតរំពេចនោះទារកចាប់ផ្ដើមយំនៅគ្រប់ទូដាក់អីវ៉ាន់ក្នុងពេលតែមួយហើយដោយសារនេះជាភាពមិនប្រក្រតីបុរសដែលបាត់នោះក៏រត់ត្រឡប់មកវិញរហូតដល់រកឃើញសញ្ញាថា3ពេលទៅដល់កន្លែងដដែលគាត់ចាប់ផ្ដើមពិនិត្យរកមើលភាពខុសប្រក្រតីខណៈពេលដែលគាត់ពិបាកដកដង្ហើមនៅពេលដែលគាត់ប្រកាសថាវាមានសុវត្ថិភាពគាត់ក៏ដកឧបករណ៍ដកដង្ហើមចេញប៉ុន្តែចៃដន្យក៏ទម្លាក់វានៅពេលនោះគាត់ដឹងថាភ្នែកទាំងអស់នៅលើផ្ទាំងរូបភាពកំពុងធ្វើចលនាតាមគាត់ដូច្នេះគាត់ក៏ប្រញាប់យកប្រដាប់ហឺតរបស់គាត់ហើយចាប់ផ្ដើមត្រឡប់ទៅវិញភ្នែកបន្តតាមគាត់រហូតដល់គាត់ចេញពីច្រករបៀងហើយមិនយូរប៉ុន្មានគាត់ក៏ប្រទះឃើញផ្លាកលេខ4ត្រឡប់មកវិញនៅទីតាំងសំខាន់គាត់ពិនិត្យអ្វីៗទាំងអស់ហើយមិនឃើញភាពខុសប្រក្រតីណាមួយឡើយដូច្នេះគាត់ក៏ឈានទៅមុខរហូតដល់គាត់ឃើញសញ្ញាលេខ5បន្ទាប់មកគាត់ក៏បន្តដំណើរការឡើងវិញប៉ុន្តែខណៈពេលកំពុងពិនិត្យមើលភាពមិនប្រក្រតីគាត់ត្រូវបានរំខានដោយការហៅទូរស័ព្ទពីអតីតមិត្តស្រីរបស់គាត់ពេលគាត់ឆ្លើយគាត់សួរគាត់ថាតើគាត់បានធ្វើការសម្រេចចិត្តអំពីស្ថានភាពនោះឬទេបុរសដែលបាត់ខ្លួននេះមានការរំខានខ្លាំងណាស់ដែលគាត់មិនបានឮទារកយំនៅខាងក្រោយគាត់ប្រាប់នាងអំពីឧបទ្ទវហេតុនៅក្នុងរថភ្លើងក្រោមដីដោយចង្អុលបង្ហាញថាគ្មាននរណាម្នាក់បានជួយម្ដាយទេហើយគាត់មានអារម្មណ៍ខកចំពោះការមិនអើពើនឹងនាងផងដែរគាត់យំខណៈពេលដែលគាត់សារភាពថាគាត់មិនមែនទេសម្ភារៈផ្សេងទៀតបរិយដែលបាត់នោះនៅតែបន្តដើរខណៈពេលដែលគាត់ប្រាប់គាត់ថាគាត់ដង្ហើមចេញឲ្យឃើញគាត់ឆាប់ៗដោយមិនគាត់សម្គាល់ថានាងនៅពីក្រោយគាត់ទេនៅពេលដែលគាត់រកឃើញសញ្ញានោះវានិយាយថា0ម្ដងទៀតដែលបង្ហាញថាការហៅទូរស័ព្ទនេះគឺមានភាពមិនប្រក្រតីហើយដំណើរការរបស់គាត់ត្រូវបានកំណត់ឡើងវិញគាត់គ្មានជំរឿអ្វីក្រៅពីការចាប់ផ្ដើមជាថ្មីហើយពេលនេះកន្លែងសំខាន់បានប្រែទៅជាពណ៌លឿងខឹងគាត់បោះកាបូបទៅដីតតែហាត់ទៅតាមបុរសបាត់ខ្លួនដួលបោះក្បាលស្លាប់មុនពេលដួលអស់ជាច្រើនវិនាទីគាត់មិនអាចធ្វើអ្វីបានក្រៅពីស្ទុះស្រែកទាំងកំហឹងទីបំផុតគាត់ស្ងប់ចិត្តហើយរំលឹកខ្លួនឯងកុំឲ្យចោះចាញ់គាត់បោះបង់កាបូបរបស់គាត់ហើយងាកដើររហូតដល់គាត់រកឃើញសញ្ញាលេខ1ម្ដងទៀតពេលបន្ទាប់ទៅដល់កន្លែងគាត់ឃើញក្មេងប្រុសជំនួសបុរសម្នាក់ទៀតដូច្នេះគាត់សន្មតថាវាជារឿងខុសប្រក្រតីហើយត្រឡប់ទៅវិញទោះយ៉ាងណាក៏ដោយសញ្ញានេះមានសញ្ញា0 again ច្រឡំបុរសដែលបាត់ពេលគាត់ងាកមកវិញគាត់ឃើញក្មេងប្រុសហើយសម្គាល់ស្លាកស្នាមលើថ្ពាល់គាត់ព្យាយាមនិយាយជាមួយគាត់ប៉ុន្តែក្មេងប្រុសនោះបានរត់ចេញបុរសបាត់ខ្លួនដើរតាមគាត់ទៅតំបន់សំខាន់ហើយឃើញក្មេងចង្អុលទៅបុរសម្នាក់ទៀតរូបថតត្រឡប់មកវិញបង្ហាញថាបុរសម្នាក់ទៀតធ្លាប់ជាមនុស្សធម្មតាដែលបានជាប់គាំងនៅកន្លែងចម្លែកនេះពេលប្រទះឃើញក្មេងនោះក៏ចាប់ដៃនាំគ្នារត់គេចខ្លួនជាមួយគ្នាបើទោះបីជាក្មេងប្រុសនោះមិនដែលនិយាយពាក្យមកវិញក៏ដោយអ្នកដើមម្នាក់ទៀតគឺជាសិស្សវិទ្យាល័យបន្ទាប់ពីឆ្លងកាត់សញ្ញាទី5ក្មេងស្រីនោះបាននិយាយជាមួយគាត់ដោយនិយាយថានាងក៏វង្វេងដែរហើយចង់រួមគ្នាបុរសនោះបានយល់ព្រមហើយខណៈពេលដែលពួកគេរកមើលភាពមិនប្រក្រតីក្មេងស្រីនោះបានងឿងឆ្ងល់ថាតើពួកគេស្លាប់ឬអត់ហើយនេះគឺជាការបន្សុទ្ធនាងបានសួរគាត់ដោយពិបាកចិត្តថាគាត់មានអារម្មណ៍ខកអ្វីមួយបានត្រឹមតែសើចហើយនិយាយលេងសើចនាងឆ្ងល់ថាតើបុរសនោះពិតជាចង់ចេញទៅក្រៅហើយអញ្ជើញគាត់ឲ្យស្នាក់នៅដោយនិយាយថាទម្លាប់របស់គាត់គួរឲ្យអាណិតរំពេចនោះនាងចាប់ផ្ដើមនិយាយពាក្យនោះម្ដងហើយម្ដងទៀតមុនពេលបង្កក់ពីវិនាទីបន្ទាប់មកនាងខ្ទាស់នឹងនិយាយដោយសំឡេងចម្លែកទីបំផុតដោយដឹងថានាងជាមនុស្សមិនប្រក្រតីបុរសនោះក៏រត់ត្រឡប់មកវិញហើយរកឃើញផ្លាកលេខ6នៅតំបន់សំខាន់ក្មេងស្រីកំពុងដើរម្ដងទៀតខណៈពេលដែលអ្នកទាំងពីរពិនិត្យរកភាពខុសប្រក្រតីកុមារបានសម្លឹងមើលទៅទ្វារមួយដែលមានកូនកំបិតនៅចំកណ្ដាលដែលមិនមានពីមុនមកប៉ុន្តែក៏នៅតែមិននិយាយបុរសនោះមិនបានកត់សម្គាល់ឃើញកូនកំបិតនោះទេហើយក៏នាំកូនទៅមុខដែរតែរកឃើញស្លាកសញ្ញាមកវិញបុរសនោះខឹងខ្លាំងណាស់បុរសនោះបានហែកស្លាកសញ្ញាណែនាំហើយបោះចោលលើដីខណៈដែលគាត់ខូចពេលគាត់ស្ងប់ចិត្តគាត់បានសុំទោសកូនហើយពួកគេក៏ចាប់ផ្ដើមនៅកន្លែងសំខាន់គេបានរកឃើញចិន្តាតែច្រកចេញហើយបុរសរំភើបចិត្តរត់ទៅរកពួកគេទោះជាយ៉ាងណាក្មេងនោះបានបន្តទាញដើម្បីបញ្ឈប់គាត់រហូតដល់គាត់ដួលហើយចំថ្ពាល់គាត់បុរសនោះបានបបួលគាត់មុខជាមួយប៉ុន្តែក្មេងប្រុសមិនព្រមរើទើបបុរសនោះរត់ឡើងចិន្តាតែម្នាក់ឯងខណៈនោះ
ក្មេងនោះក៏ដើរមកក្រោយស្រាប់តែឃើញផ្លាកលេខ1បញ្ជាក់ថាចន្ទាមានភាពមិនប្រក្រតីពេលទៅដល់កន្លែងធម្មតាគាត់បានប្រទះឃើញបុរសនោះកំពុងដើរដោយទឹកមុខត្រជាក់ក្មេងនោះព្យាយាមទាញដៃរបស់គាត់ទៅមិនបានសម្រេចបញ្ជាក់ថាបុរសនោះបានក្លាយជាផ្នែកមួយនៃរង្វិលជុំក្នុងពេលបច្ចុប្បន្នបុរសដែលបាត់ខ្លួនសម្លឹងមើលសូន្យហើយដឹងថាក្មេងប្រុសនោះមិនមែនជាមនុស្សខុសនោះទេទើបគាត់អញ្ជើញគាត់មកតាមពួកគេទៅដល់កន្លែងសំខាន់ហើយក្មេងចង្អុលទៅបុរសផ្សេងទៀតធ្វើឲ្យបុរសដែលវង្វេងដឹងថាគាត់មិនមែនជាមនុស្សពិតទៀតហើយបន្ទាប់មកក្មេងប្រុសនោះសម្លឹងទៅខាងក្រោយផ្លាកសញ្ញាដែលនិយាយថាត្រឡប់ក្រោយវិញប៉ុន្តែគាត់នៅតែមិននិយាយបុរសដែលវង្វេងមិនឃើញរឿងនេះទេហើយជឿថាមិនមានអ្វីខុសប្រក្រតីដូច្នេះពួកគេបន្តដើរហើយបញ្ចប់ដោយសញ្ញា0ម្ដងទៀតដោយមិនស្ទេកស្ទើរតារាទាំងពីរក៏ចាប់ផ្ដើមឡើងវិញហើយលើកនេះបុរសសម្គាល់ឃើញថាសិល្បៈក្នុងចំណោមអ្នកបង្ហោះរូបនេះមានការផ្លាស់ប្ដូរគាត់ប្រកាសថាមានរឿងមិនប្រក្រតីហើយចង់មកត្រឡប់មកវិញប៉ុន្តែក្មេងនៅតែបន្តទៅមុខបុរសនោះដើរតាមគាត់ដោយភ្ញាក់ផ្អើលដើម្បីរកសញ្ញាលេខ1ដូច្នេះក្មេងប្រុសហាក់ដូចជាដឹងថាគាត់កំពុងធ្វើអ្វីក្នុងអំឡុងពេលបន្ទាប់បុរសនោះមិនកត់សម្គាល់អ្វីទេប៉ុន្តែក្មេងនោះសម្លឹងទៅទ្វារដោយមានកូនកំបិតនៅចំកណ្ដាលនេះធ្វើឲ្យបុរសបាត់ខ្លួនឃើញផងដែរហើយពួកគេក៏ត្រឡប់ទៅវិញរហូតរកឃើញផ្លាកលេខ2នៅពេលដែលពួកគេចូលទៅក្នុងតំបន់សំខាន់ម្ដងទៀតភ្លើងក៏រលត់បុរសដែលបាត់ខ្លួនបើកភ្លើងពិលលើទូរស័ព្ទហើយគាត់ក៏ភ្ញាក់ផ្អើលដោយសំឡេងរំពេចវាប្រែថាភ្លើងខ្យល់បានធ្លាក់ចូលពេលនេះឈាមកំពុងស្រក់ចេញពីរុនខណៈដែលពួកគេឮទារកយំនៅក្នុងរុនខ្យល់បុរសដែលបាត់នោះបែរមកហើយស្ទើរតែបុកបុរសផ្សេងទៀតដែលនៅតែបន្តចលនាដូចធម្មតាបន្ទាប់មកសត្វកណ្ដុររត់នៅជិតជើងរបស់គាត់ហើយសំឡេងរបស់ទារកកាន់តែអាក្រក់ទៅបុរសនោះលើកពិលមើលស្លាកសញ្ញាហើយរន្ធត់ចិត្តពេលដឹងថាមានសត្វកណ្ដុរជាច្រើនក្បាលដែលមានផ្នែកមនុស្សនៅជាប់នឹងខ្នងមាត់កណ្ដុរស្រែកដាស់គាត់ហើយធ្វើឲ្យគាត់ស្រឡំកាំងទម្លាក់ទូរស័ព្ទចុះដល់ពេលនេះច្រករបៀងងងឹតទៀតហើយជាសំណាងល្អក្មេងបានរកឃើញវាហើយពួកគេចាប់ផ្ដើមរត់ជាមួយគ្នាបន្ទាប់មកភ្លើងចាប់ផ្ដើមភ្លិបបង្ហាញនៅស្នាមប្រឡាក់ឈាមជាច្រើននិងគួរឲ្យខ្លាចកណ្ដុរនៅលើឥដ្ឋនៅទីបញ្ចប់ពួកគេបត់ជ្រុងហើយភ្លើងដំណើរការធម្មតាម្ដងទៀតនៅពេលដែលពួកគេរកឃើញសញ្ញាលេខ3នៅក្នុងរង្វង់បន្ទាប់ពួកគេឃើញឆ្មាមួយក្បាលរត់ទៅឆ្ងាយនៅស្ត្រីម្នាក់កំពុងកាន់កាប់នៅស្ពតទីបញ្ចប់ក្មេងនោះនិយាយហៅនាងម៉ាហើយព្យាយាមរត់ទៅរកនាងប៉ុន្តែបុរសដែលបាត់នោះដឹងថាវាខុសប្រក្រតីហើយចាប់វាទៅវិញស្ត្រីនោះប៉ះពោះនាងសួរបុរសចំណាស់ថាគាត់ចង់ធ្វើអ្វីខណៈដែលគាត់តស៊ូជាមួយកូនដែលអស់សង្ឃឹមដែលត្រូវលាចាកលោកទៅក្រោយរកឃើញសញ្ញាទី4បុរសនោះអង្គុយរងចាំរហូតដល់កូនភ្នាក់គាត់សួរគាត់ថាមានអ្វីកើតឡើងដូច្នេះក្មេងប្រុសនោះពន្យល់ថាគាត់បានបែកពីម្ដាយដោយចេតនាព្រោះគាត់ចង់ឲ្យគាត់រកគាត់បុរសនោះសារភាពថាខ្លួនធ្លាប់ធ្វើដូចគ្នានឹងម្ដាយម្ដងហើយជជែកពីកុមារភាពបង្ហាញថាពួកគេទាំងពីរមិនបានជួបឪពុកឡើយអ្នកទាំងពីរត្រឡប់ទៅតំបន់សំខាន់ហើយក្មេងនិយាយភ្លាមនៅពេលដែលគាត់ឃើញលេខ8នៅលើផ្លាកសញ្ញាបញ្ចាស់ពួកគេត្រឡប់ទៅវិញហើយហុចសញ្ញាលេខ5ដើម្បីចូលទៅក្នុងរង្វិលជុំបន្ទាប់លើកនេះទ្វារមួយបើកទើបគេចូលទៅខាងក្នុងភាពងងឹតបុរសនោះឃើញខ្លួនឯងនៅក្នុងរថភ្លើងក្រោមដីដោយមិនអើពើនឹងទារកនិងញាក់ដំណើរដែលស្រែកយំខ្មាស់ខ្លួនឯងគាត់បិទទ្វារហើយយកក្មេងមកវិញដើម្បីឲ្យគេរកឃើញសញ្ញាលេខ6មុននឹងបន្តបុរសនោះសួរក្មេងថាគាត់ចង់ធ្វើអ្វីពេលគេចេញមកក្មេងនិយាយថាគាត់ចង់បានហ្វីសាប៉ុន្តែបុរសនោះមិនដឹងថាត្រូវឆ្លើយសំណួររបស់ខ្លួនយ៉ាងណាទេដោយឃើញគាត់មានទុក្ខលំបាកកូនក៏ឲ្យសម្បកសម្រាប់ការពារនៅក្នុងរង្វិលជុំបន្ទាប់អ្នកទាំងពីរកំពុងពិនិត្យមើលព័ត៌មានលម្អិតនៅពេលដែលពួកគេឮសំឡេងរលកភ្លាមរលកដ៏ធំនៃទឹកផ្ទាន់ដើមបន្ទាប់មកចាប់ផ្ដើមពេញច្រករបៀងហើយបុរសនោះក៏ចាប់ផ្ដើមរត់ប៉ុន្តែក្មេងនោះបានត្រូវបាយទឹកនិងធ្លាក់នៅពេលដែលបុរសនោះងាកមកជួយគាត់ទឹកបានគ្របលឺពួកគេទាំងពីរបន្ទាប់មកសុបិនមួយបង្ហាញពីបុរសដែលបាត់ខ្លួននិងអតីតរបស់គាត់នៅលើឆ្នេរខណៈដែលអនាគតកូនរបស់ពួកគេលេងនៅក្នុងទឹកពួកគេពិភាក្សាអំពីស្ថានភាពនិងស្ត្រីនោះប្រាប់គាត់ថានាងពិតជាជឿថាគាត់នឹងការពារកូនប្រុសរបស់នាងក្មេងប្រុសនោះក៏យកសម្បកមួយសម្រាប់ការពារហើយបុរសដែលបាត់នោះដឹងថាកូនរបស់គាត់ជាគាត់បានអបគាត់យ៉ាងតឹងហើយលេងជាមួយគាត់នៅក្នុងទឹកក្នុងច្រករបៀងមនុស្សម្នាបានលេចមុខជាថ្មីជាមួយនឹងក្មេងប្រុសម្នាក់នៅក្នុងដៃរបស់គាត់
ហើយពួកគេរួមគ្នាកាន់សញ្ញាខណៈពេលដែលទឹកនៅតែបន្តនៅជុំវិញពួកគេជាអកុសលវាខ្លាំងពេកហើយបានរុញបរ៉ុបដែលបាត់នោះរហូតដល់គាត់លែងចេញពីសញ្ញាដោយនាំគាត់ចេញឆ្ងាយពីកុមារមួយសន្ទុះក្រោយមកក្មេងព្រំក៏ភ្ញាក់ឡើងនៅលើឥដ្ឋទឹកបានរលត់ទៅហើយបានបន្សល់ទុកនៅកំទេចកំទីជាច្រើនប៉ុន្តែបុរសដែលបាត់នោះមិននៅឯណាឡើយការយល់ឃើញដោយសារទឹកមានភាពខកប្រាក្រដីក្មេងនោះក៏ដើរមកក្រោយឃើញលេខផ្លាកលេខគាត់បន្តរើទៅមុខមិនឃើញមានអ្វីប្លែកនៅក្នុងតំបន់សំខាន់ទេដូច្នេះហើយគាត់បានដើរទៅមុខបាត់ក្រមោលក្រោយមកបុរសដែលបាត់នោះក៏លេចមកម្ដងទៀតហើយគាត់ក៏មិនឃើញអ្វីដែរដូច្នេះគាត់ក៏ដើរទៅមុខរហូតទាល់តែរកឃើញផ្លាកលេខ7នៅជាប់នឹងចិន្តាបន្ទាប់ពីមើលសម្បករួចគាត់ក៏ចាប់ផ្ដើមធ្លាក់